ជម្រាបសួរក៏ដូចជាសួស្តីដល់បងប្អូនដែលស្រឡាញ់ចូលចិត្តការក្រងផ្កាថ្ងៃនេះនឹងខ្ញុំមកបង្ហាញជូនពីរបៀបក្រងផ្កាផុតមុខ5ចាយើងប្រើម្ជុលវែងណាចាម៉ូតក្រងផ្កាផុតមុខ5នេះជាធម្មតាខ្ញុំច្រើនតែដាក់នៅកន្លែងកភួងយើងដាក់បិទបាំងកន្លែងមុខតំណលូសណាចាប្លែកម្យ៉ាងដែរស្អាតចាឥឡូវនេះយើងមកមើលពីរបៀបក្រងទាំងអស់គ្នាចាដំបូងឡើយយើងដាក់ផ្កាមកគ្រាប់សិនមកចាហើយអ្នកនរគ្នាយើងព្យាយាមរើសគ្រាប់ផ្កាដែលស្មើគ្នាបានយើងក្រងឃើញស្អាតណាចាហើយយើងដាក់ខ្វែងគ្នាអញ្ចឹងមកចាដាក់ដូចខ្ញុំបង្ហាញជូនអញ្ចឹង3គ្រាប់ក្រោមនេះយើងរៀងឃ្លាតគ្នាបន្តិចចាហើយ2គ្រាប់ទៀតហ្នឹងគឺយើងដាក់នៅចន្លោះ3គ្រាប់ហ្នឹងអ្នកទាំងអស់គ្នាមើលរូបហ្នឹងយល់ច្រើនជាងខ្ញុំនិយាយចាយើងមើលរូបអញ្ចឹងយើងងាយជាងណាចារបៀបក្រងនេះនឹងខ្ញុំហៅថាផុតមុខ5តែបងមិនដឹងថាហៅថាម៉េចទេតែជាស្រ័យតាមនឹងទៅយើងអាចនឹងហៅផ្សេងគ្នាអញ្ចឹងណាចាឥឡូវយើងដាក់ទៀតមកចាសងខាង2ហើយនឹងអមកដាល2ចាអមកដាល2ចាអ្នកគ្នាយើងសង្កត់បន្តិចមកអ្នកគ្នាចាហើយយើងដាក់កដាលមកគ្រាប់ទៀតហើយអមសងខាង2គ្រាប់ទៀតចាបើបងប្អូនឆ្ងល់អាចឆាតសួរបានចាបើនាងខ្ញុំមើលឃើញនាងខ្ញុំនឹងជ្រាបជូនណាចាជាស្រ័យដោយសារពេលខ្លះ comment អត់បានចូលជាមើលអស់ទេនាងខ្ញុំរៀងរវល់ដែរអញ្ចឹងបើសិនជាអ្នកគ្នាឆ្ងល់អាច inbox មកផ្ទាល់ក៏បានដែរចាអ្នកគ្នាចាក់ចេះទៅនិយាយទៅយើងចាក់ដែររហូតទៅបានមកបញ្ជុលនឹងល្មមមកយើងប្រើសម្រាប់ក្រងចងនៅលើភួងយើងគ្រប់ណាព្រោះអីភួងខ្លះយើងធ្វើច្រើនសរសៃធ្វើឲ្យភួងយើងរៀងធាត់បន្តិចអញ្ចឹងយើងដាក់រៀងវែងបន្តិចតែបើសិនជាយើងធ្វើភួងតូចយើងដាក់រៀងខ្លីតាមនឹងទៅចាសម្រាប់ការផុតនេះអត់ក្អូបទេតែអត់រិចនៅស្អាតកំពុងស្អាតរហូតចាខុសពីផ្កាម្លិះក្អូបតែគាត់ឆាប់រិចចាមានគុណសម្បត្តិនិងគុណវិបត្តិម្យ៉ាងម្នាក់ឯងចាហើយបងប្អូនខ្លះក៏អត់ស្គាល់ទេគាត់ស្មានតែផ្កាផុតនិងផ្កាម្លិះចាតាមពិតអត់ដូចគ្នាទេផ្កាម្លិះហើយផ្កាផុតអត់ដូចគ្នាទេចាពីមុននាងខ្ញុំអត់ដែរក្រុមផ្កាអត់ដឹងដែរស្មានតែផ្កាម្លិះដែរតទៅពេលយើងចេះក្រងចេះអីចឹងទៅក៏ដឹងថាអូមែនម្លិះចាអ្នកនរគ្នាហើយយើងព្យាយាមសេរីបន្តិចណាព្រោះអីធម្មតាយើងក្រងតែងតែមានវាតិចតួចហើយចានៅពេលដែលយើងក្រងបដាយើងសេរីបដាមកចាដោតអញ្ចឹងមកអ្នកនរគ្នាវារបៀបក្រងយើងដឹងតែតិចនិចក្នុងការក្រងដំបូងហើយបន្ទាប់មកគឺងាយសំខាន់យើងចេះការចាប់ដើមសិនចាតែចាប់ដើមយើងចាប់ដើមបានហើយបន្ទាប់មកគឺធ្វើដែរឲ្យបានស្អាតទៅចានេះនឹងខ្ញុំប្រហែលជាអាចថែមបន្តិចទៀតចាវីដេអូរៀងវែងតិចហើយដោយសារនាងខ្ញុំធ្វើយឺតចាអត់សូវដាក់វីដេអូជារៀងលឿនទេខ្លាចបងប្អូនមើលអត់តន់ណាចាអញ្ចឹងរៀងវែងតិចហើយចាដល់ពេលយើងដោតនេះហើយយើងរៀងសង្កត់បន្តិចមកឲ្យរៀងណែនណាចាយើងសង្កត់បន្តិចហើយយើងសេរីទៅរៀងវាយើងអីយើងសេរីតាមនឹងអ្នកគ្នាសេរីបន្តិចទៅធម្មតាផ្កាស្រស់វាតែងតែរៀងវារៀងអីតិចតួចយើងសេរីតិចតួចអត់អីទេចាឥឡូវនេះនឹងខ្ញុំក្រងតែប៉ុណ្្នឹងឯងហើយខ្ញុំចាប់ដើមដាក់ទាញបញ្ចូលខ្សែអំបោះហ្នឹងគឺយើងប្រើអំបោះធម្មតាអំបោះយើងធ្វើរំយោលហ្នឹងចាដាក់5-6ជាន់ទៅចា5-6ជាន់ហើយកាត់ដោយសារខ្ញុំអត់ចង់ប្រើអំបោះអីច្រើនប្រភេទពេកឯងប្រើតែម្ដុំហ្នឹងទៅចាហើយយើងដាក់ចូលនៅក្នុងម្ជុលចាចាប់ទាញក្តោបអ្នកនរគ្នាក្តោបក្នុងថ្នមយើងក្តោបមែនតែមិនមែនក្តោបច្បាច់ទេយើងក្តោបរៀងថ្នមចាហើយយើងប្រើដៃកាប់ទាញម្ជុលចេញ ច
ចាបើយើងប្រើដៃទៀតចេញទេដោយសារផ្កាស្អិតណាអញ្ចឹងយើងប្រើដៃកាប់ចាហើយនេះនាងខ្ញុំអត់ទាន់ចងនៅលើភួងទេក្រងហើយទុកសិនចាហើយបង្ហាញអ្នកទាំងអស់គ្នាពីរបៀបដែលយើងក្រងផ្កាផុតមុខ5ចាឥឡូវនេះការក្រងរួចរាល់ហើយចាអរគុណច្រើនអ្នកទាំងអស់គ្នាដែលតែងតែស្រឡាញ់និងចូលចិត្តផ្កាស្នេហ៍ជូនពរបងប្អូនទាំងអស់គ្នាក្រងផ្កាបានស្អាតទាំងអស់គ្នាណាចាអរគុណច្រើនជម្រាបលា